អត្តាហិអត្តនោនាថោខ្លួនជាទីពឹងរបស់ខ្លួនឯងមនុស្សក្នុងโลกនេះតែងមានការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកជាប្រក្រតីដូចជាកូនប្រុសស្រីត្រូវពឹងម្ដាយឪពុកជាដើមបាវព្រាវត្រូវពឹងយវាយនាយពលរដ្ឋត្រូវពឹងពាក់រដ្ឋាភិបាលញាតិមិត្តត្រូវពឹងនឹងញាតិមិត្តផងគ្នាត្រង់ចំណុចនេះគួរសន្និដ្ឋានថាតែម្យ៉ាងទេត្រូវឲ្យគេពឹងពាក់យើងវិញខ្លះដោយកូនប្រុសស្រីត្រូវពឹងម្ដាយឪពុកម្ដាយឪពុកត្រូវពឹងកូនប្រុសស្រីវិញបានយ៉ាងនេះជាដើមគឺយើងបានពឹងលោកបានយ៉ាងណាលោកក៏គួរពឹងយើងបានយ៉ាងនោះដែរលោកណាឲ្យគេពឹងពាក់មុនលោកនោះហៅថាបុព្វការីអ្នកណាពឹងពាក់លោកនោះហើយពេញចិត្តតបឧបការៈគុណឲ្យលោកបានពឹងពាក់ខ្លួនវិញអ្នកនោះហៅថាកតញ្ញូកតវេទីដូច្នេះទើបពេញជាមនុស្សល្អព្រោះការប្រព្រឹត្តដូច្នេះជាគ្រឿងសម្គាល់នូវភាពនៃមនុស្សល្អមនុស្សគ្រប់គណៈគ្រប់ជាតិប្រទេសនិងប្រទេសទោះបីផ្សេងគ្នាក៏ដោយត្រូវពឹងគ្នាបើមិនច្រើនក៏តិចដែរបើនឹងពូរីពាក្យថាទីពឹងឲ្យទូលាយចេញទៅទៀតហើយក៏នឹងឃើញបានថាមិនមែនតែមនុស្សនិងមនុស្សពឹងពាក្យគ្នាប៉ុណ្ណោះទេទំបីក្រៅពីនោះមនុស្សយើងនៅត្រូវពឹងរបស់ឯទៀតជាច្រើនហួសវិស័យនិងពរនីដោយត្រូវពឹងដីទឹកមេឃអាកាសជាដើមតែរឿងនេះមិនចាំបាច់និយាយដល់ទេព្រោះមិនត្រូវតាមពុតបំណងគោលនៃពុទ្ធភាសិតដែលបានអធិប្បាយមកនេះរួមនៅក្នុងសុភាសិតថាមនុស្សយើងនឹងនៅទល់ឯងតាមតែទំនឹងខ្លួនមិនបានយើងយល់ហើយយើងមិនសង្ស័យទេថាត្រូវពឹងពាក់គ្នានឹងគ្នាជាធម្មតាបើមិនច្រើនក៏តិចហេតុនេះអ្នកណាប្រកាន់ខ្លួនថាមិនត្រូវពឹងអ្នកណាមិនបាច់តាក់ទងនឹងអ្នកណាក៏នៅជាសុខបានត្រូវចាត់ថាជាពាក្យខុសដើម្បីនឹងដោះស្រាយពាក្យកំហុសនោះយើងមិនត្រូវគិតមិនត្រូវនិយាយមិនត្រូវធ្វើកិរិយាសោះសន់យ៉ាងនោះទេគឺយើងត្រូវយល់ថាត្រូវពឹងអ្នកដតីរបស់ដតីជាច្រើនធម្មតានោះឯងនឹងកិច្ចឲ្យផុតពីធម្មតាតមិនបានបើដូច្នេះព្រះពុទ្ធភាសិតថាខ្លួនជាទីពឹងរបស់ខ្លួនឯងដូច្នេះនឹងទៅជាពាក្យមិនពិតឬការបើត្រូវគេសួរហើយបើឆ្លើយមិនល្អទេនោះនឹងចាត់ជាមិច្ឆាទិដ្ឋិបញ្ហានេះយើងត្រូវឆ្លើយដោយសេចក្តីពិតត្រង់ភ្លាមថាការពឹងពាក់អាស្រ័យគ្នានោះត្រូវញែកចេញជាពីរយ៉ាងទី1ពឹងអ្នកដតីឬរបស់ដតីដែលរាប់ថាជាទីពឹងក្រៅខ្លួនយើងទី2ពឹងខ្លួនឯងសំដៅយកសេចក្តីប្រព្រឹត្តល្អរបស់ខ្លួនឯងត្រូវនឹងពាក្យព្រាងប្រដៅរបស់ពុទ្ធាធិបណ្ឌិតជាគោលធម្មតាដែលយើងត្រូវពឹងអ្នកដតីដោយពោលមកហើយឬទីពឹងខ្លួនឯងគឺយើងត្រូវធ្វើចិត្តឲ្យប្រាសចាកអគតិជាមុនហើយពិចារណាមើលក៏គង់ដឹងបានថាយើងពឹងអ្នកដតីបានឬអ្នកដតីដែលឲ្យយើងពឹងគេបាននោះត្រូវមានសេចក្តីល្អណាមួយជាមូលហេតុដោយពិតបើមិនដូច្នោះទេកុំសង្ឃឹមថាទីពឹងគេបានឡើយសូម្បីខ្លួនយើងវិញក៏ដូច្នេះដែរគឺត្រូវពិចារណាសេចក្តីល្អឬសេចក្តីមិនល្អរបស់គេយ៉ាងណាមួយបើគេប្រព្រឹត្តអាក្រក់ទុច្ចរិតមិនពោលពាក្យពិតត្រង់ដល់យើងហើយយើងក៏ឲ្យពឹងមិនបានដែរឯបុគ្គលប្រព្រឹត្តអាក្រក់ហើយនឹងពឹងអ្នកដតីឬរបស់ដតីដើម្បីជៀសវាងផលអាក្រក់គឺសេចក្តីទុក្ខនោះពុំបានឡើយសូម្បីអ្នកដតីនោះព្យាយាមខ្លាំងក្លាជួយឈឺឆ្អាលឲ្យពឹងផ្អែកយ៉ាងណាក៏ដោយក៏សេចក្តីទុក្ខដែលជាផលនៃសេចក្តីអាក្រក់នោះនៅតែកើតឡើងប្រកបជាក់ស្ដែងបើមិនយូរក៏ឆាប់មិនខានត្រូវគ្នានឹងពុទ្ធភាសិតធ្វើអាក្រក់បានអាក្រក់ដោយស្រមោលអន្ទល់តាមប្រាណដូច្នេះនេះល្មមឃើញបានថាដែលនឹងពឹងអ្នកដតីនោះយើងត្រូវពឹងខ្លួនយើងពោលគឺយើងត្រូវមានសេចក្តីល្អយ៉ាងណាមួយជាមូលហេតុសិនទើបយើងពឹងគេបានការពឹងអ្នកដតីយ៉ាងនោះរមែងប្រព្រឹត្តទៅមិនបានព្រោះជាការពឹងមិនថិតថេរតែបើទុកជាការពឹងបានក៏បានត្រឹមតែជាតិនេះប៉ុណ្ណោះឯការពឹងគ្នាបានទាំងជាតិនេះនិងជាតិមុខដល់ទីបំផុតរួចចាក់ទុក្ខភ័យគឺជរាជាធិមរណៈបានយើងត្រូវពឹងព្រះធម៌ពាក្យព្រាងប្រដៅរបស់ព្រះពុទ្ធ
គឺព្យាយាមប្រតិបត្តិឲ្យបានល្អបរិសុទ្ធជាធម្មានុធម្មបដិបត្តិទើបអាចដកខ្លួនរួចអំពីសង្សារវដ្តនេះបានពាក្យព្រាហ្មណ៍ប្រដៅរបស់ព្រះសម្ពុទ្ធនោះមានច្រើនអនេកបរិយាយតែក្នុងទីនេះនឹងពោលត្រឹមតែនាទកធម៌10ប្រការគឺមានសិល1ភាពជាពហុសូត្រ1សេពគប់កល្យាណមិត្ត1ជាបុគ្គលដែលគេបដៅងាយ1ជាមនុស្សឧស្សាហ៍ព្យាយាម1អ្នកត្រេកអរក្នុងធម៌1ព្យាយាមដើម្បីលះសេចក្តីអាក្រក់ប្រព្រឹត្តល្អ1មានសេចក្តីសន្តោស1មានស្មារតីភ្ញាក់រលឹក1មានបញ្ញា1អ្នកប្រព្រឹត្តធម៌10ប្រការនេះនឹងពឹងអ្នកដទៃគេក៏មិនមានសេចក្តីរង្គៀសព្រោះខ្លួនជាមនុស្សមានគុណគឺសេចក្តីល្អនៅក្នុងខ្លួនដែលជាផលនៃការដឹងព្រះធម៌គឺប្រតិបត្តិតាមពាក្យប្រដៅរបស់ព្រះពុទ្ធបានឈ្មោះថាធ្វើខ្លួនរបស់ខ្លួនឲ្យជាទីពឹងដល់ខ្លួនឯងបុគ្គលអ្នកមានខ្លួនទូមានដូច្នេះរមែងមានទីពឹងដ៏ល្អគឺព្រះនិព្វានដែលជាទីពឹងមិនជាប់ជំពាក់ដោយទុក្ខទាំងពួងជាទីពឹងដែលបុគ្គលដទៃក្រៅអំពីអ្នកដែលមានខ្លួនទូមានហើយនោះបានដោយកម្រទីពឹងដ៏ប្រសើរនេះអាចមានអ្នកណាមួយអាចជួយឲ្យបានដល់ទេដែលនឹងជួយបានគឺត្រឹមតែប្រាប់ផ្លូវប៉ុណ្ណោះឯការដើរទៅតាមផ្លូវនោះស្រេចតែខ្លួនឯងដើរទៅបានដល់ការបរិយាយសេចក្តីមកដល់ត្រឹមនេះក៏ចូលចិត្តបានថាការពឹងពាក់អ្នកដទៃសំបីធ្វើតាមធម្មតាក៏មិនបានជាទីពឹងមុំទុំព្រោះជាធម្មតាមិនបានតាំងគោលច្បាប់ឲ្យយើងពឹងពាក់គ្នាជានិច្ចទេធម្មតាបានកំណត់ផ្លូវឲ្យយើងព្រាត់ប្រាសនិរាសចាកគ្នាហើយស្លាប់អស់ជីវិតទៅជាទីបំផុតដូច្នេះខ្លួនឯងត្រូវទូមានខ្លួនឲ្យតាំងនៅក្នុងគុណធម៌គឺសេចក្តីល្អជានិច្ចទើបឈ្មោះថាខ្លួនទីពឹងខ្លួនបានដោយពិតព្រោះអាចបណ្ដោះសិលវិជ្ជាសេចក្តីដឹងឲ្យកើតមាននៅក្នុងខណ្ឌសន្តានតាមសមគួរដល់ឋានៈនិងសេចក្តីអង្អាចដែលល្មមក្រសោបយកបានទាំងប្រព្រឹត្តខ្លួនឲ្យចាំនៅក្នុងសេចក្តីល្អជានិច្ចមិនព្រមឲ្យអត្តភាពរបស់ខ្លួនប្រព្រឹត្តទៅទេឥតប្រយោជន៍ដែលខ្លួនត្រូវបានមិនចេះតែពឹងពាក់អ្នកដទៃដែលលើសខ្លួនឬមនុស្សដែលខ្លួនតាក់ទងដោយចំណែកមួយខំពិចារណាត្រួតត្រាភាពរបស់ខ្លួនជារឿយៗថានៅខ្វះខាតដោយគុណធម៌ចំណែកណាហើយខំបំពេញរបស់ដែលខ្វះខាតឲ្យចម្រើនឡើងក្នុងខ្លួនចំណែកអំពើអាក្រក់ក៏លះចេញចំណែកល្អក៏រក្សាទុកហើយខំព្យាយាមធ្វើឲ្យកើតមានជាភ័យយោភាពឡើងចំណែកល្អនោះឯងនឹងបានជាទីពឹងពំនាក់របស់ខ្លួនយ៉ាងខ្ពង់ខ្ពស់ល្អលើសជាងអ្នកដែលមានសេចក្តីសុខនោះទៅទៀតតែមនុស្សយើងដែលគិតតែពឹងពាក់អ្នកដទៃអាស្រ័យសេចក្តីសុខចម្រើនដោយសារអ្នកដទៃរួចរស់ជីវិតរាងកាយហើយមិនគិតស្វែងរកសេចក្តីល្អឲ្យកើតមានក្នុងខ្លួនមិនចិញ្ចឹមខ្លួនឯងឲ្យមានសេចក្តីសុខចម្រើនស្រវឹងភ្លើតភ្លើនក្នុងសម្បត្តិអ្នកដទៃមនុស្សខ្លះធ្វើអាក្រក់ដោយកាយវាចាចិត្តព្រោះតែហេតុអាស្រ័យអ្នកដទៃជាទីតាំងដែលខ្លួនអាងថាលោកមានឫទ្ធិអំណាចទេជះច្រើនអាចជួយដោះទុក្ខផ្សេងមិនឲ្យបានទទួលផលកម្មដែលខ្លួនធ្វើនោះដូច្នេះក៏មានមនុស្សខ្លះជាទីទល់ក្រទ្រព្យសម្បត្តិព្រោះការប្រព្រឹត្តអាក្រក់របស់ខ្លួនឬព្រោះកំណើតរបស់ខ្លួនក៏ស្ទុះទៅអង្វរកសំពោរដ៏ប្រសើរមានការផ្ដេសផ្ដាសផ្សេងធ្វើសក្ការៈបូជាសំពះទីឋានមានការបន់ស្រន់អង្វរកដើម្បីឲ្យព្រះជាម្ចាស់ប្រសិទ្ធពរឲ្យសមតាមបំណងដែលខ្លួនប៉ងទុកដើម្បីសម្បូរដោយទ្រព្យមាសប្រាក់មនុស្សខ្លះមានសេចក្តីប្រកាន់ខ្លួនមានទិដ្ឋិមានះរឹងត្អឹងបណ្ដោយឲ្យកិរិយាមេយាទចេញមកយ៉ាងថោកទាបមានសណ្ដាប់ធ្នាប់បើកឱកាសឲ្យអ្នកដទៃដឹងបានយករិស័យសេរីរបស់គេដែលខ្លួនពុំអ្នកអាស្រ័យមកគ្របដណ្ដប់ខ្លួនសម្ដែងឲ្យប្រកាសត្រឹមតែហេតុដែលពឹងពាក់ក្នុងទីដ៏ល្អក្នុងសំណាក់អ្នកដ៏ពងពោះក៏មានហេតុនេះឯងបានជាព្រះដ៏មានព្រះភិក្ខទ្រង់មានមហាករុណាប្រាថ្នាគុណប្រយោជន៍ឲ្យកើតមានដល់វិនយនិកអ្នកទន់ខ្សោយដោយគំនិតប្រាជ្ញាឲ្យដឹងច្បាស់ភ្ញាក់ខ្លួនលះសេចក្តីអាក្រក់ដែលមាននៅក្នុងខ្លួនចេញទាំងអស់ឲ្យអណ្ដែតខ្លួនឡើងដោយវិជ្ជាការចេះដឹងនិងគុណធម៌ដែលជាគ្រឿងដឹកនាំចិត្តឲ្យសម្បូរដោយសម្បត្តិភោភាទើបបានជាទ្រង់ត្រាស់ដាស់តឿនសតិទុកថា
ខ្លួនជាទីពឹងនៃខ្លួន